សម្ដេចឯកមហាសេនាបតីតេជោហ៊ុនសែនមានប្រសាសន៍ឲ្យដឹងថាមនុស្សជាតិហាក់បីដូចជាបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាំសម្ដេចឯកមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថាមនុស្សជាតិហាក់បីដូចជាបានបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាំនៃប្រវត្តិសាស្ត្រនៃសង្គ្រាមកាលពីអតីតកាលក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី27ខែសីហាឆ្នាំ2029នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាអ្វីដែលធ្លាប់ជឿជាក់ជាសន្តិភាពធ្នាប់អន្តរជាតិត្រូវបានគេជន់ឈ្លីឲ្យคล้ายទៅជាឧបករណ៍នយោបាយដ៏សាមញ្ញមួយដែលត្រូវគេបង្វែរស្រេចតែចិនដើម្បីបម្រើផលប្រយោជន៍យុទ្ធសាស្ត្រដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗប៉ុន្តែជាការគួរឲ្យសោកស្ដាយមនុស្សជាតិហាក់បីដូចជាបានបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាំនៃប្រវត្តិសាស្ត្រសម្ដេចតេជោបានមានប្រសាសន៍បន្តថាបន្ទាប់ពីការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកទាំងពីរលើកយើងបានតាក់តែងគោលការណ៍មនុស្សជាមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយដើម្បីបង្ការកុំឲ្យយើងធ្លាក់ចូលទៅក្នុងចំនួនសកលលើកទី3ប៉ុន្តែជាអកុសលពិភពលោកហាក់កំពុងតែផ្លេចមេរៀនដល់វិញជូរចត់ទាំងនេះដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីស្ថានភាពលេចធ្លោជាប្រចាំនៅក្នុងអភិបាលកិច្ចសកលសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍សង្កត់ធ្ងន់ថាត្រូវពិនិត្យមើលឲ្យបានដិតដល់នៅនិន្នាការជាចលនាសម្ព័ន្ធធំៗចំនួន3ទី1ការជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិគឺការសម្រួលជារចនាសម្ព័ន្ធនៅតុល្យភាពអំណាចជាប្រចាំដែលស្ដែងឡើងតាមរយៈការប្រកួតប្រជែងការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនៅវិបត្តិជាប់ជាប្រចាំនិងភាពមិនរៀបរយនៃរចនាសម្ព័ន្ធទី2ការយកអ្វីៗគ្រប់យ៉ាងធ្វើជាអាវុធនាពេលបច្ចុប្បន្ននេះអ្វីៗគ្រប់យ៉ាងចាប់ពីសេដ្ឋកិច្ចនិងបច្ចេកវិទ្យារហូតដល់ធនធានធម្មជាតិនិងខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបានបំផ្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំនិងការធ្វើសង្គ្រាមនិងទី3ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាមនិងសន្តិភាពការដេញត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រភេទដែលរុញច្រានស្ថានភាពឲ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណីប៉ុន្តែទន្ទឹមនេះជាលក្ខណៈរចនាសម្ព័ន្ធគឺមិនបានផ្ដល់សន្តិភាពពិតប្រាកដនោះទេ